អ្នកដឹកតាមខ្លះនោះក៏ជាការល្អម្យ៉ាងដែរអរគុណសិស្សប្អូនដែលបានជួយរំលឹកជប់ណាស់ហើយពួកឯងឈប់សម្រាកទៅចូលមកពួកនៅខាងក្រៅចង់ឲ្យគេឃើញហ៎នុតជកុំចោះលោកជ័យកុំខឹងខ្ញុំដឹងខុសហើយដឹងខុសហើយនៅរត់ចេញទៀតរត់ចេញពីយើងទូដោយមិនប្រាប់ម៉ាត់ឯងធ្វើឲ្យយាយនឹងព្រឹត្តិការណ៍ភ័យសង្ស្រាប់ទៅហើយឯងភ្លេចទូនាទីខ្លួនឯងហើយមែនទេខ្ញុំក៏បារម្ភពីភិនជីនិងពួកលោកជ័យដែរខ្ញុំចេញមកក៏មកក្រុងធានចុងតែម្ដងអត់មានដាប់ផ្ដាស់ទេឯងបន្លំចូលមកដោយរបៀបម៉េចប្រាប់យាយដោយលំអិតទៅកុំលាក់បាយសោះប្រាប់ទៅខ្ញុំចាស់ចេញពីយើងទូហើយក៏សម្ដៅមកក្រុងធានចុងតែម្នាក់ឯងពេលដើរមកតាមផ្លូវលោកអាចារ្យជឿអ៊ីងបានតាំងសមាធិឆ្នាំមែនចំណែកហ្វិនជីនៅមិនទាន់ច្បាស់លាស់ទេតែភាគច្រើនគឺនៅសំណាក់ដាវមានអ្នកយាមម្នាក់ឈ្មោះហុងអ៊ីយាមចៅចូលសំណាក់ដាវគឺចង់លួចហ្វិនជីឯងមានឃើញមុខមាត់ចៅនោះច្បាស់ដែរទេនិយាយត្រង់ទៅខ្ញុំយល់ថាម្នាក់នោះគឺបងប្រុសថាម៉េចមិនអាចទេគឺគង់មកនៅរស់ហេតុអីក៏មិនត្រឡប់ទៅកន្លែងវិញហើយហេតុអីក៏ត្រឡប់ទៅរួចដើរតែម្នាក់ឯងមើលច្បាស់ហើយមែនទេឯងមើលច្បាស់ហើយខ្ញុំមិនប្រកាសទេខ្ញុំគ្រាន់តែយល់ថាបងប្រុសប្រហែលជាមិនទាន់បញ្ចប់ភារកិច្ចទើបចង់លួចយកហ្វិនជាទៅវិញអត់ទេឈិញសៀឯងមើលខុសហើយ8ឆ្នាំហើយបើគង់មកនៅរស់ប្រកាសជាឲ្យដំណឹងពួកយើងជាមិនខានគឺមិនគេទេយាយមើលទៅលិយានេះពិតមែនតែនៅក្មេងតែសមត្ថភាពគឺមិនអន់ឡើយចៅលួចដាវនោះអាចរត់ចេញពីក្នុងដៃសិស្សក្រុមធានចុងច្រើនយ៉ាងនេះបញ្ជាក់ថាគេមិនធម្មតានោះឡើយយាយខ្លាចតែគេជាបពពួកដែលកំចាត់គ្រោះទេពឧមង្សបើគឺអញ្ចឹងមែននោះរឿងនេះច្បុកច្បល់ហើយបងហុងអ៊ីខ្ញុំបានចាត់តាំងសិស្សព្រឹទ្ធាចារ្យដទៃទៀតយាមសំណាក់ដាវការពារហ្វិនជីហើយចំណែកមនុស្សមុខខ្មោចនោះខ្ញុំរត់ទូទាំងក្រុងធានយ៉ុងហើយនៅតែមិនឃើញសមោវាត្រូវរបួសគួរតែចេញពីក្រុងធានចុងមិនរួចទេអ្នកលួចដាវនោះមានវិជាគុណខ្លាំងពូកែហើយកំណត់បាត់ចាប់ដូចជាចង់បានដាវហ្វិនជីម្យ៉ាងទៀតមនុស្សដែលវាយឆ្មក់ធូស៊ូនៅក្រៅភ្នំក៏ពាក់របាំងមុខខ្មោចដែរខ្ញុំកំពុងគិតលើកនេះពួកគេទទួលបរាជ័យប្រកាសជានៅមានលើកក្រោយទៀតសត្រូវនៅកន្លែងងងឹតមធ្យោបាយនៅពេលនេះមានតែចាំមើលសភាពការសិនបងហុងអ៊ីខ្ញុំមានសំណួរមួយចង់សួរបងនិយាយមកហេតុអីបានជាបងឲ្យសាវកុងចូលសំណាក់ដែរហេតុអីក៏បងថាចាំវាស្លោះឆ្នាំរួចហើយឲ្យវាចាក់ចេញពីក្រុងធានយ៉ុងពីព្រោះខ្ញុំឃើញថាដាវហ្វិនជីមានការប្រែប្រួលខ្ញុំខ្លាចធូស៊ូមានរឿងច្រើនឆ្នាំមកនេះមានតែឯងនៅក្បែរខ្លួនធូស៊ូអត់មានអ្នកដទៃទេចំណែកសិស្សថ្មីនោះមិនស្គាល់ប្រវត្តិច្បាស់លាស់កំឡុងពេលខ្លីបែបនេះក៏អាចចិត្តដិតជាមួយនឹងធូស៊ូបែបនេះធ្វើឲ្យធូស៊ូជឿជាក់លើគេទៅរួចបងបានន័យថាសាវកុងនៅក្បែរខ្លួនធូស៊ូគឺមានបំណងផ្សេងខ្ញុំគ្រាន់តែយល់ថាធូស៊ូគេស្មោះត្រង់ខ្លាចតែចាញ់បោកគេទេថ្ងៃក្រោយកើតមានកំហឹងនៅក្នុងចិត្តខ្ញុំមិនខ្វល់ថាយ៉ាងសាវកុងគេមានកំណត់យ៉ាងម៉េចទេខ្ញុំគ្រាន់តែចង់បង្ខំគេស្លោះថ្នាំរួចហើយចាក់ចេញពីក្រុងធានយ៉ុងជៀសវាងគេជាប់ពាក់ព័ន្ធជាមួយនឹងស៊ូធូកាន់តែជ្រៅបន្សល់ទុកគ្រោះថ្នាក់ទៅថ្ងៃក្រោយការពិតពីដំបូងនោះនៅពេលដែលមនុស្សមកខ្មោចបង្ហាញខ្លួនខ្ញុំស្មានថាយ៉ាងសាវកុងទេ
តែពេលនេះលើកមុនពេលសាវកុងនាំធូស៊ូចុះពីភ្នំខ្ញុំក៏ធ្លាប់សង្ស័យដែរតែឃើញគេបដូរជីវិតជួយមនុស្សបែបនេះក៏មិនដូចជាបពុរបស់មនុស្សមុខខ្មោចទៀតបែរជាយល់ថាវងឈីងស៊ីនោះគួរឲ្យសង្ស័យទៅវិញហេតុអីខ្ញុំយល់ថាឈីងសៀនេះកែភ្នែកគេភ្លឺថ្លាល្អណាស់មិនសមជាមនុស្សដែលមានល្បិចកលពឺពលទេខ្ញុំក៏និយាយមិនចេញដែរតែស្រីម្នាក់នេះថ្មីដៃគូសំនៅចេះយុទ្ធសិលហើយស្គាល់មកសៅម៉ាន់ថឡទៀតចៃដន្យក៏ត្រូវមនុស្សមកខ្មោចចាប់ខ្លួនហើយចំពេលនេះលោកយាយយៅទូក៏មកដល់ក្រុងធានយកទៀតបងមិនយល់ថារឿងដែលកើតឡើងនេះសុទ្ធតែជារឿងចៃដន្យពេកទេមិនក៏មានបាយទេពនៅមិនតាន់មកវិញទៀតតើដៅហ្វិនជីអត់មាននៅខាងក្នុងទេនាងនៅទីនេះធ្វើអីគឺនាងប្រឡែងមិនអំបៅហ៎នាងដឹងថាទីនេះគឺជាកន្លែងហាមឃាត់អត់មានការអនុញ្ញាតគឺមិនអាចចូលចិត្តទេខ្ញុំដើម្បីរកចោលលួចដាវតើប្រឡែងមិនបាយទេពស្មានមកដល់ថាពួកវាក៏ហាមមកសំណាក់ដាវនេះខ្សែដៃនេះសំខាន់ចំពោះនាងណាស់គឺជារបស់តែមួយគត់ដែលបងប្រុសខ្ញុំបានទុកឲ្យខ្ញុំសាច់បងធំបើគ្មានការអីទេខ្ញុំទៅវិញហើយសំទោសគឺខ្ញុំខុសឲ្យមកខ្ញុំមកខ្ញុំជួយធ្វើឲ្យនាងអាចធ្វើបានទេប្រហែលជាធ្វើបានសាប់អូនថ្ងៃក្រោយមិនអាចចូលសំណាក់ដាវទៀតទេសាច់បងធំខ្ញុំអាចជួយចាប់ចោលបងបានណាមិនបានទេចោលនោះខ្លាំងផ្កាយណាស់នាងទៅតែជបាក់បើមានរឿងអីកើតឡើងខ្ញុំជាសិស្សច្បងធំក៏មានកំហុសដែរនាងទៅវិញទៅខ្សែដៃនេះពេលដែលខ្ញុំធ្វើរួចហើយចាំខ្ញុំយកទៅឲ្យនាងវិញសាកុងអញមិនបានជួបនិយាយដែលមកពីយៅទូទេអត់បានជួបទេខ្ញុំលើថាភ្ញៀវកិត្តិយសរបស់ក្រុងធានយ៉ុងយ៉ាងម៉េចហ្នឹងសិស្សច្បងខ្ញុំកិច្ចឆ្ងាយពីមនុស្សយៅទូតែខ្ញុំភ្លេចថាខ្លួនអញជាមនុស្សយៅទូទៅហើយតែមានតកតងរឿងអតីតកាលរបស់ខ្ញុំមែនទេសិស្សច្បងធំមិនបានប្រាប់អញពីមូលហេតុទេគាត់ថាគឺលោកគ្រូផ្ដែផ្ដាំអញ្ចឹងគាត់ប្រហែលជាចង់អញល្អចង់ការពារអញហើយបើអញ្ចឹងរត់តែចំណាយទៀតឬមួយថាមនុស្សយៅទូចង់សម្លាប់ខ្ញុំមែនទេឯងថាឯងមកដល់ក្រុងធានយ៉ុងទើបតែអាយុ10ឆ្នាំទេឬមួយដោយសារតែរឿងអតីតកាលរបស់ឯងធ្វើឲ្យលោកគ្រូឯងខ្លាចមនុស្សយៅទូទេដែររឿងអតីតកាលខ្ញុំភ្លេចអស់ទៅហើយខ្ញុំចាំតែរឿងក្រោយពេលដែលខ្ញុំមកដល់ក្រុងធានយ៉ុងទេខ្ញុំដឹងថាសិស្សច្បងលាក់បាននឹងខ្ញុំគឺចង់ខ្ញុំល្អប៉ុន្តែខ្ញុំនៅតែចង់ដឹងពីរឿងអតីតកាលរបស់ខ្ញុំកុំទះសារអីបើសិនជាមានឱកាសចាំខ្ញុំជួយស៊ើបអីឯង